ជាមួយនេះត្រូវបន្តពង្រឹងប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពរបស់ស្ថានីយ៍ជញ្ជីងដើម្បីជំរុញការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់អាដាមពលនីបានរាយការណ៍អំពីការបំពាក់និងសាងសង់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបំពាក់ប្រព័ន្ធវៃឆ្លាតនិងត្រួតពិនិត្យដោយស្វ័យប្រវត្តិអានោះយ៉ាងម៉េចបើកមកវាមិនបាច់ឈប់ទេគឺវាយកកន្លោមកបាទចុះស្ថានីយ៍វៃឆ្លាតបាទព្រោះឥឡូវទាំងអស់តែវៃឆ្លាតបាទអញ្ចឹងទៅកន្លងកុំវៃឆ្លាតដែរដាក់ទៅអាហ្នឹងទៅប្រព័ន្ធភ្លើងអីចូល AI អីចឹងណាអ៊ីនធឺណិតអីឲ្យដែរបាទអាហ្នឹងឲ្យដើរគ្រប់កុំឲ្យដាក់ទៅដើរតាមដើរជិញអត់ដើរទំនុនស្រួលអត់មានការជួយជាពិសេសការដឹកជញ្ជូនទៅយើងសម្រាប់ជួយថែរក្សាទាំងអស់គ្នាក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញប៉ុន្តែចំណេញនៅក្នុងក្របខ័ណ្ឌដែលច្បាប់អនុញ្ញាតព្រោះច្បាប់ធ្វើឡើងមិនដើម្បីគៀបកប្រជាជនទេច្បាប់គៀបធ្វើឡើងដើម្បីរក្សាតុល្យភាពស្ទះស្នះអ្នកដឹកទំនិញក៏អាចដឹកបានឥឡូវយើងច្បាប់ថ្មីនេះយើងកន្លែងគីឡូពី50តោនរហូតដល់60ហ៎ពី40តោនទៅដល់60បាទដោយសារគុណភាពតែ50យ៉ាងខ្ញុំប្រកាសខុសវា40ទៅ50តោនចឹងនៅ10តោនបាទអញ្ចឹងដើម្បីជួយសម្រួលការដឹកជញ្ជូនទៅដល់អ្នកដឹកជញ្ជូនតាមសូមឲ្យអ្នកដឹកជញ្ជូនជួយថែទាំកុំឲ្យ40តោនដល់50ដល់កន្លង50ឡើង60ស្តង់ដារដូច10អត់ទេដើម្បីយើងថែទាំងអស់គ្នាព្រោះអាទំនិញរថយន្តនេះវាអានេះខ្ញុំមិនឲ្យដល់ជនចង្កេថាគុណប្រមាណមកតោននោះគុណទៅចេញស្មើនឹងប្រមាណនៅលើផ្លូវបច្ចេកទេសបាទតែអាស្រ័យទៅលើកង់នឹងកង់ប្រមាណបាទអញ្ចឹងគឺច្បាប់មានគិតគូរហើយឡើងក្រុមហ៊ុនដឹកជញ្ជូនអ្នកដែលជួយគេដឹកជញ្ជូនកសិផលកន្លែងហ្នឹងមានភាពបត់បែនសម្រាប់កសិផលនៅក្នុងច្បាប់ក៏ផ្ដល់ភាពបត់បែនសម្រាប់ក្រសួងស្ថាប័នជំនាញគិតគូរប៉ុន្តែជំនាញផ្សេងទៀតអានេះត្រូវគិតគូរការអនុវត្តឲ្យច្បាស់ហើយធ្វើយ៉ាងម៉េចដើម្បីថែហើយក្រសួងសាធារណការដឹកជញ្ជូនក៏បានគិតខំពង្រឹងនៅកិច្ចការនេះសូមឲ្យមានចីរភាពព្រោះធ្វើទាំងអស់គ្នាទៅស្រួលហើយយើងមើលតើទៅតាមតាមទីឲ្យគេដឹកជញ្ជូនហ្នឹងវាត្រូវចំណែកទៅលើใจខ្លះទៀតក្រោយពីជញ្ជូនលើនឹងដើម្បីយកជួយកាត់បន្ថយនៅអាចចំណាយផ្សេងដើម្បីឲ្យការដឹកជញ្ជូនវាចិត្តដែលមិនចាំទេផ្លូវដែលយើងធ្វើក្រុមហ៊ុនដែលជា10ដឹកជញ្ជូនក្រុមហ៊ុន10ជួយអ្នកដឹកជញ្ជូនប៉ុន្តែផ្លូវសម្រាប់រាប់លានអ្នកផ្លែនឹងអាចខូចហើយការវិនិយោគរបស់រដ្ឋមិនថាជាកម្ចីមិនថាជាថវិកាបដិភិរបស់រដ្ឋគឺសិតតែថវិកាដែលជាតិទៅទូខុសត្រូវសម្រាប់ប្រជាជនយើងទាំងអស់ទៅថែរក្សាទាំងអស់គ្នាដើម្បីជួយការពារ